មនុស្សចាស់ដូចជាខ្ញុំនេះ20ឆ្នាំក្រោយចូល60បងប្អូនខ្លះទៀតថា20ឆ្នាំទៀតចូលចិត្តសួរថារស់ពឹងអ្នកណាមិនពឹងយុវជនរាល់ថ្ងៃដែលក្មេងៗអាយុ10 20ឆ្នាំនេះបាទហើយចុះបើយើងទុនដោយបបបើយើងភិកអាឡែអាឡាក់មើលទៅលោតសួរថាថ្ងៃក្រោយមនុស្សចាស់សង្ឃឹមស្អីបាទមនុស្សចាស់រាល់ថ្ងៃដូចខ្ញុំដូចអីខំធ្វើការដើម្បី20ឆ្នាំទៀតចូលនិវត្តន៍ទៅមានប្រាក់អត្រែតសមរម្យស៊ីដេកឬក៏ដេកស៊ីបាទហើយចុះបើយុវជន20ឆ្នាំទៀតអត់អាចធ្វើការបានប្រាក់ខែច្រើនផងសួរថារដ្ឋឯណាមានលុយតម្លើងប្រាក់បៀវត្សជូនមនុស្សចាស់បាទអញ្ចឹងនៅពេលនោះអាក្មេងខ្លាយទៅជាចាស់អត់ទីពឹងអាក្មេងខ្លាយទៅជាយុវជនដែលពេញកម្លាំងសត្វតាមនុស្សឈឺចឹងចប់បាត់មានស្អីទៀតបាទអញ្ចឹងបើមិនអាណិតខ្លួនឯងអាណិតមនុស្សចាស់ផងបាទអាណិតពូអាណិតអីផងបាទខំនិយាយកោកមានបានអីមករៀនរាល់ថ្ងៃនោះបាទនិយាយអស់តែថ្មទូរស័ព្ទបញ្ចូលតែថ្មចំណាយពេលកាត់តវីដេអូមួយថ្ងៃនឹងប្រហែលម៉ោងនេះប៉ុន្តែគ្រាន់ថាស្រឡាញ់ហើយចេះតែខំនិយាយទៅបងប្អូនបាទអញ្ចឹងថ្ងៃក្រោយទៅនៅពេលដែលយុវជនយើងឈឺយុវជនយើងគ្មានគុណភាពគ្មានចំណេះដឹងអញ្ចឹងមនុស្សចាស់រស់ទាំងវេទនាបាទរួមទាំងឪពុកម្ដាយរបស់ក្មួយផងរួមទាំងខ្ញុំផងរួមទាំងចាស់ផ្សេងបាទពីព្រោះអីព្រោះក្មួយអត់មានចំណេះដឹងបាទអត់មានចំណេះដឹងទៅធ្វើស្អីចេញហើយបងប្អូនដឹងឥឡូវសម័យ AI នេះវាជឿនលឿនណាស់